អ្នកស្រុក3នាក់បានប្រទះឃើញវលីកប់ដីខណៈពេលដែលដើររកបេះផ្លែគុយនៅថ្ងៃទី25មីនាឆ្នាំ2025បើកទៅស្រាប់តែឃើញសាកសពមនុស្សនៅខាងក្នុងហើយបង្កឲ្យមានការភ្ញាក់ផ្អើលក្រោយពីយកដំណឹងទៅរាយការណ៍ប្រាប់សមត្ថកិច្ចក៏បានរកឃើញថានៅក្នុងវលីនោះមានសាកសពមនុស្សម្នាក់ដែលមិនស្គាល់អត្តសញ្ញាណហើយនៅព្រឹកថ្ងៃទី26មីនាឆ្នាំ2025សមត្ថកិច្ចនគរបាលនិងអាវុធហត្ថខេត្តកោះកុងក៏បានចុះពិនិត្យកន្លែងកើតហេតុដោយរកឃើញថាពិតជាមានសាកសពមែនសាកសពមានសភាពហើមស្អុយរលួយបង្ហាញថាជនរងគ្រោះអាចស្លាប់ដោយសារតែឃាតកម្មប្រហែល5ថ្ងៃមកហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនដៃដល់តម្លៃ$99រៀនមួយខែព្រីជូនមួយខែសាលាបំផុស Plan A Education យើងខ្ញុំចាប់បើកហើយបង្រៀនគួរលើមុខវិជ្ជាជាច្រើនដូចជាគណិតវិទ្យារូបគីមីនិងជីវវិទ្យាចាប់ពីថ្នាក់ទី5ដល់ថ្នាក់ទី12ហើយមានតម្លៃពិសេសសមរម្យត្រឹមតែ$99ក្នុងមួយខែរៀនមួយខែព្រីជូនមួយខែសូមទំនាក់ទំនងលេខទូរស័ព្ទ093 60 26សូមអរគុណសាលាបំផុស Plan A ដំណើរឆ្ពោះទៅកាន់នីតិ A